សំឡេងសត្វនិងមេរៀននៃការរស់នៅជាមួយគ្នានៅជាភ្នំមួយមានព្រៃធំសម្បូរដើមឈើខៀវខ្ចីនៅក្នុងព្រៃនោះមានសត្វជាច្រើនរស់នៅជាមួយគ្នាដូចជាឆ្កែព្រៃឆ្មាព្រៃបក្សីកង្កែបដំរីនិងសត្វតូចៗជាច្រើនទៀតអ្វីដែលធ្វើឲ្យព្រៃនេះពិសេសគឺមានសំឡេងរបស់សត្វនីមួយៗជុំទ្រហឹងអើងកងនៅក្នុងរំពងព្រៃជារៀងរាល់ព្រឹកព្រៃតែងតែពោពេញទៅដោយសំឡេងជិបចប់របស់បក្សីធ្វើឲ្យព្រៃមានអារម្មណ៍ស្រស់ស្រាយនៅក្រោមដើមឈើឆ្មាធំដើរយ៉ាងស្ងប់ស្ងាត់ហើយចេញសំឡេងម៉ៅពេលវារកអាហារឆ្កែព្រៃនៅក្បែរផ្លូវចូលព្រៃតែងតែហ៊ូដើរជូនដំណឹងអំពីសត្វចម្លែកផ្សេងនៅក្នុងទន្លេតូចមួយកង្កែបរាំលើស្លឹកឈូកហើយស្រែកអ៊ុកពេលល្ងាចជារៀងរាល់ថ្ងៃសំឡេងនោះដូចជាចម្រៀងធម្មជាតិដែលធ្វើឲ្យព្រៃមានជីវិតថ្ងៃមួយភ្លៀងធំយ៉ាងខ្លាំងមិនធ្លាប់មានមេឃកង្កឹតខ្យល់បក់ខ្លាំងហើយធ្វើឲ្យទឹកហូរចុះពីលើភ្នំយ៉ាងលឿនសត្វទាំងអស់ភ័យខ្លាចហើយរត់រកទីជម្រកសំឡេងនៅក្នុងព្រៃចាប់ផ្ដើមច្របូកច្របល់កង្កែបស្រែកអុកមកទីទឹកជ្រៅដើម្បីហៅមិត្តឲ្យជៀសឆ្ងាយពីទឹកជំនន់បក្សីហោះខ្ពស់ហើយច្រៀងសំឡេងខ្លាំងដើម្បីប្រាប់ថាកុំស្នាក់នៅក្រោមដើមឈើឆ្កែព្រៃរត់ជំវិញព្រៃហើយស្រែកហ៊ូដើម្បីជួយណែនាំផ្លូវសុវត្ថិភាពដំរីដែលមានកម្លាំងខ្លាំងបានប្រើសំឡេងធំហើយដើរបំបែកមែកឈើដើម្បីបើកផ្លូវឲ្យសត្វតូចអាចរត់បាននៅសុវត្ថិភាពសំឡេងនីមួយបើទោះបីជាខុសគ្នាតែសុទ្ធតែមានតួនាទីសំខាន់បន្ទាប់ពីមេឃភ្លៀងឈប់មេឃចាប់ផ្ដើមភ្លឺឡើងវិញព្រៃមើលទៅហាក់ដូចជាស្ងប់ស្ងាត់តែពោពេញទៅដោយទឹកភ្លៀងថ្មីនិងជីវិតថ្មីសត្វទាំងអស់មកជួបជុំគ្នាហើយសំឡេងចាប់ម៉ៅអ៊ូហូខ្លាចជាសំឡេងនិយាយវិញពេលនោះសត្វចាស់មួយដែលជាដំរីបាននិយាយថាថ្ងៃនេះយើងរៀនថាសំឡេងម្នាក់អាចខុសគ្នាប៉ុន្តែពេលយើងប្រើវាដើម្បីជួយគ្នាវាคล้ายទៅជាសំឡេងកម្លាំងធំមួយសម្រាប់ជីវិតរបស់យើងសត្វទាំងអស់ស្ងៀមស្ងាត់ហើយយល់ថាសំឡេងរបស់ពួកគេមិនមែនមានតម្លៃតែម្នាក់ឯងប៉ុន្តែមានតម្លៃពេលដែលរស់នៅជាមួយគ្នាគំនិតអប់រំភាពខុសគ្នារបស់មនុស្សឬសត្វមិនមែនជាចំណុចខ្សោយនោះទេប៉ុន្តែវាគឺជាកម្លាំងបើសិនបើយើងចេះសហការគ្នានិងជួយគ្នាទៅវិញទៅមក